ការចែករំលែកតគ្នានៅក្នុងចំណោមមហាជនថាបើសិនជាមានការថតឆ្លោះច្រើនពេកនោះគឺវាបណ្ដាលឲ្យប៉ះពាល់ទៅដល់សុខភាពអ្នកជំងឺអញ្ចឹងតើការយល់បែបនេះហ្នឹងគឺត្រឹមត្រូវទេហើយតើបើសិនជាវាមានផលប៉ះពាល់មែនតើយើងមានវិធីណាដែលកាត់បន្ថយការប៉ះពាល់នៅពេលដែលកលៈទេសៈទាមទារឲ្យយើងត្រូវតែធ្វើនោះចា៎បាទនេះជាសំណួរមួយដែលល្អបំផុតដែលភាគច្រើនមិនត្រឹមថាប្រជាជនទូទៅទេសូម្បីតែគ្រូពេទ្យគ្នាឯងហ្នឹងក៏អញ្ចឹងដែរបាទដោយសារតែគាត់មិនមែននៅក្នុងផ្នែកហ្នឹងជួនកាលក៏គាត់ខ្លាចដែរបាទតែគ្រាន់តែថាខ្ញុំប្រើពាក្យមួយឃ្លាមានន័យថាកុំខ្លាចហួសការពិតចា៎បាទកុំខ្លាចហួសការពិតមិនខ្ញុំយកមានរូបភាពជារបាយការណ៍របស់ទីភ្នាក់ងារធម្មពលម៉ាណូអន្តរជាតិគេហៅថាកាត់ថាIAEA ហើយនឹងមួយទៀតគឺសមាគមនុយក្លេអ៊ែរពិភពលោកបាទគេចេញជាការស្រាវជ្រាវមួយចេញជាតារាងមួយបាទតារាងហ្នឹងខ្ញុំធ្លាប់អានដែរគេនិយាយថាការថតសួតម្ដងបាទការថតសួតម្ដងតើត្រូវការជាតិវិទ្យុសកម្មនឹងប្រមាណដែលយើងខ្លាចប៉ះពាល់ហើយជាតិវិទ្យុសកម្មនឹងជាអីគេវិទ្យុសកម្មនឹងនិយាយចំទៅនៅក្នុងមជ្ឈដ្ឋានទាំងអស់ហ្នឹងក៏មានវិទ្យុសកម្មទាំងអស់គ្រាន់តែថាវិទ្យុសកម្មនឹងតិចឬក៏ច្រើនប៉ុណ្្នឹងឯងហើយកន្លែងណាអត់មានវិទ្យុសកម្មមានតែវត្ថុនឹងសីតុណ្ហភាពចុះរហូតដល់0 Kelvin 0 Kelvin ហ្នឹងមានន័យថាម៉េចគឺសីតុណ្ហភាពមួយវាស្មើនឹងដក273ដឺក្រេសេបាទនឹងជាដកក្រោម0ទៀតច្រើនណាស់បាទមានតែវត្ថុហ្នឹងដែលពេលវាកកខ្លាំងដល់ប៉ុណ្្នឹងមែនទែនទៅវាគ្មានវិទ្យុសកម្មចា៎បាទអញ្ចឹងរាល់សម្ភារៈទាំងអស់ទាំងយើងប្រើទាំងទូរស័ព្ទក្តីទាំងអ្វីក៏អស់សូម្បីតែធម្មជាតិអីទាំងអស់ជុំវិញក៏មានវិទ្យុសកម្មទាំងអស់ថាវិទ្យុសកម្មហ្នឹងគឺមានកម្រិតរបស់គេចែកតើប៉ុណ្ណាគេផលប៉ះពាល់អញ្ចឹងទីភ្នាក់ងារធម្មពលម៉ាណូអន្តរជាតិហើយនឹងសមាគមនុយក្លេអ៊ែរពិភពលោកហ្នឹងគេចែកមកការថតសួតម្ដងបាទយើងថតនៅសុខភាពហ្នឹងណាចំនួនវាគឺ0.02 ទៅ 0.05 មីលីស៊ីវើបាទមីលីស៊ីវើហ្នឹងគឺជាមីលីស៊ីវើគឺជាຂະຫນាតមួយនៃវិទ្យុសកម្មបាទຂະຫນាតជាវិទ្យុសកម្មហ្នឹងបើសិនជាក្នុងវិទ្យុសកម្មដែលលើសអំពី100មីលីស៊ីវើទៅចាប់ដើមធ្វើឲ្យមានប៉ះពាល់ដល់សរីរាង្គកោសិកាក្នុងខ្លួនយើងវាប៉ះពាល់ធ្វើឲ្យកោសិកា DNA ហ្នឹងវាចាប់ដើមដាច់ហើយអញ្ចឹងវាអាចមានបញ្ហាជំងឺផ្សេងចាប់ពី100ឡើងអញ្ចឹងយើងថតសួតម្ដងហ្នឹង 0.02 យើងគិតមើលតើយើងត្រូវថតប្រមាណ100ដងបាន100បាទបាន100នោះចាអញ្ចឹងហើយឥឡូវយើងលើកអំពីទៅថតសួតហើយយើងថត scan វិញយើង scan សួតវិញយើង scan សួតម្ដងប្រើប្រហែលជា7 មីលីស៊ីវើចា7 មីលីស៊ីវើហ្នឹងមីលីស៊ីវើ MSV មកຂະຫນាតគេហ្នឹង7 មីលីស៊ីវើអញ្ចឹងមានន័យថាយើងថតសួតរហូតទៅដល់13ដងបានចាប់ដើមទទួលវិទ្យុសកម្មហ្នឹងបាន100 មីលីស៊ីវើមិនអញ្ចឹងទេបាទយើង7 គុណ13ហ្នឹងវា101ហើយបាទមិន7ដើម្បីបាន100ជាង10ដងដឹងហើយជាង10ដងហើយចាបាទអញ្ចឹងគ្មានការថតសួតណារហូតដល់ជាង10ដងក្នុងមួយឆ្នាំទេមិនងាយទេមិនងាយជំងឺណាទេបាទបើយើងមនិតសុខភាពហ្នឹងជាទូទៅកន្លះឆ្នាំយើងថតម្ដងមិនអញ្ចឹងទេចាបាទមួយឆ្នាំថត2ដងវា14ទេហើយអានោះគេត្រូវមើលការដល់100ឡើងមកចាប់តាមប៉ះពាល់សុខភាពយើងអញ្ចឹងយើងសួរថាមានផលប៉ះពាល់អីអត់គឺអត់មានទេហើយម្យ៉ាងមួយទៀតការប៉ះពាល់ហ្នឹងក្នុងរយៈពេល2ខែក្នុងខ្លួនរបស់យើងវាធ្វើប្រព័ន្ធមេតាបូលីកការជួយជួសជុលឡើងវិញជាហើយអញ្ចឹងអាខ្ញុំថតសួតនឹងហើយឧទាហរណ៍ថាពេលប៉ះចុះបាទប៉ុន្តែក្នុងរយៈពេល2ខែក្រោយគឺលេខអីហើយអញ្ចឹងគាត់តាមផ្ដាំថាយើងកុំខ្លាចខ្លាំងពេកបាទអញ្ចឹងក្នុងការពិនិត្យសុខភាពធម្មតាក្នុងការថតសួតធម្មតាត្រូវការទៅថតមានជំងឺអ្វីដែលអត់ស្រួលឲ្យគ្រូពេទ្យថាឲ្យថតគឺថតទៅបាទកុំលើសថតភ័យហួសសូម្បីតែយើងជិះយន្តហោះ
chi yun ho có miếng chip về trụ sự cam này ưu tiên ho ta ca sao chưa bậc kế nữa yun ho dạ pe về để lơ pi bầm bậy màu tới á mà chi lơ màu nó smart đang thọt X-ray này và chân vi chỉ hướng sầm sầm manh tới hai nhưng ha cùng khai lăng pe